សុបិនទី1ខ្ញុំព្រះអង្គឃើញគោឧសភៈ4បោលមកពីចម្ងាយសម្ដែងអាការៈរៀងខ្លួនស្រែករោហាក់ដូចជានឹងជល់គ្នានៅមុខបណ្ដាជនជាច្រើនរយនាក់ប៉ុន្តែវាបែរជាពុំជល់គ្នាទៅវិញតើសុបិនទី1នេះបានសេចក្តីដូចម្ដេចសូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសម្ដេចព្រះភគវាទ្រង់ព្រះរាជទាននៃព្យាករថាមហារាជកុំព្រួយព្រះរាជហឫទ័យឡើយគ្មានហេតុផលអ្វីកើតដល់ព្រះអង្គទេប៉ុន្តែដល់ទៅអនាគតកាលមនុស្សលោកមិនតម្រង់ចិត្តឲ្យស្ថិតនៅក្នុងសុចរិតយុត្តិធម៌ចេះតែបបួលគ្នាប្រព្រឹត្តទុច្ចរិតអយុត្តិធម៌ទៅវិញជាហេតុបណ្ដាលឲ្យទឹកភ្លៀងធ្លាក់មិនត្រឹមត្រូវតាមរដូវកាលស្រូវក្នុងស្រែស្វិតក្រៀមសន្ទូងងាប់អស់កើតអត់បាយក្រហាយទឹកបើទុកជាមេឃងងឹតផ្គរលាន់ក្រក្រឹមភ្លេចបន្ទោលច្រវាត់ហាក់ដូចជានឹងស្រក់ភ្លៀងឥឡូវក៏បែរជារាំងគ្មានភ្លៀងសោះទៅវិញបីដូចជាគោឧសភៈចង់ជល់គ្នាហើយត្រឡប់ជាមិនជល់គ្នាដូចក្នុងព្រះសុបិននោះឯង